ទាំងនេះគឺជាកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានបារាំងនិងលោកស៊ីហាសាដែលនៅក្នុងនោះមានអារម្មណ៍ថាលោកស៊ីហាសាបានត្រូវប៉ុន្មានដំបងរបស់អ្នកសារព័ត៌មានបារាំងសួស្តីនិងសូមស្វាគមន៍មកកាន់កម្មវិធីតេតតេតរបស់បារាំង24ញៀវកិត្តិយសរបស់យើងថ្ងៃនេះគឺរដ្ឋមន្ត្រីការបរទេសរបស់ថៃលោកស៊ីហាសាសូមអរគុណដែលលោកបានចូលរួមកម្មវិធីជាមួយយើងសូមអរគុណដែលបានអញ្ជើញខ្ញុំចូលរួមកម្មវិធីនេះខ្ញុំធ្លាប់ធ្វើការតំណាងឲ្យប្រទេសថៃប្រចាំនៅប្រទេសបារាំងដូច្នេះខ្ញុំរីករាយណាស់ដែលបានត្រឡប់មកបារាំងម្ដងទៀតបាទសូមកុំស៊ីអីនៅពេលធ្វើ podcast បាទយើងរីករាយណាស់ខ្ញុំចង់សួរអំពីស្ថានភាពរវាងប្រទេសថៃនិងកម្ពុជាទោះបីជាមានបទឈប់បាញ់នៅចុងខែធ្នូកន្លងផុតទៅក៏ដោយក៏ស្ថានភាពនៅតាមព្រំដែននៅតែតានតឹងនាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុនម៉ាណែតបានអះអាងថាថៃនៅតែបន្តកាន់កាប់ដែនដីកម្ពុជាទាំងនៅព្រំដែននិងក្នុងទឹកដីរបស់ប្រទេសកម្ពុជាតើលោកឆ្លើយយ៉ាងណាចំពោះការចោទប្រកាន់នេះញ៉ាំអូសុំទោសផងលោកពូមកប្រាប់ថាឲ្យញ៉ាំឲ្យបានច្រើនបន្តិចទៅឆាប់ធំជាដំបូងយើងបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រួចទៅហើយប៉ុន្តែវានៅមានភាពផុយស្រួយនៅឡើយយើងត្រូវបន្ថយភាពតានតឹងនិងកសាងទំនុកចិត្តប៉ុន្តែខាងថៃរបស់ខ្ញុំមិនបានកសាងទំនុកចិត្តទេចេះតែរករឿងកម្ពុជារហូតចំពោះការអះអាងថាថៃកាន់កាប់ទឹកដីកម្ពុជាយើងបានព្រមព្រៀងថាកងទ័ពថៃនឹងនៅទីតាំងដដែលហើយបន្តចរចាព្រំដែននៅពេលក្រោយមុនពេលកើតចំនួនមានការចូលលុកលុយពីភាគីកម្ពុជាចូលដែនដីថៃផងដែរតែទាំងនេះគឺជាការកុហករបស់ខ្ញុំទេយើងត្រូវមើលលើការប៉ັດនិងជៀសវាងការបង្កើតភាពតានតឹងនិងព័ត៌មានមិនប៉ັດគឺខ្ញុំកំពុងតែកុហកលោកនេះឯង